ជាបឋមសូមធ្វើការគោរពចំពោះលោកគ្រូសោមនរិទ្ធនិងជំរាបសួរដល់អ្នកនរគ្នាដែលកំពុងតែធ្វើការទស្សនាទៅលើការធ្វើបទបង្ហាញរបស់ខ្ញុំបាទក្នុងរយៈពេលមួយនេះហើយក៏ក្នុងពេលនេះខ្ញុំសូមធ្វើបទបង្ហាញក្រោមប្រធានបទ4ជំហាននៃទៅលើtravel demand modeling ចំពោះ travel 4 step នេះគឺជារួមគឺ focus ទៅលើ4ចំណុចគឺទី1គឺ step trip generation step trip distribution step mode choice ហើយនិង step traffic assignment នេះគឺជាសមាជិកនៃក្រុមខ្ញុំបាទទី1រូបខ្ញុំបាទគឺសៃនីរស្មីហើយទី2គឺសំណាក់ទឹកមករាទី3គឺគាត់ស៊ីណាតទី4គឺឡាយវិលិនហើយចំពោះរបៀបវរៈ agenda គឺខ្ញុំបាទបកស្រាយទៅលើថ្ងៃចុងក្រោយគឺ evaluation conclusion និង reference ហើយសំណាក់ទឹកមករាគឺ introduction step 1ហើយគាត់ស៊ីណាត step 2 step 3និងវិលិន step 4ដូចនេះសូមឲ្យការបន្តសូមឲ្យទៅខាងមករាជាអ្នកបន្តបាទចូលមកដល់ចំណុចទី1នេះគឺនិយាយពី introduction 4 step នៃ4 step TDM នេះគឺជាវិធីសាស្ត្រវិភាគដើម្បីព្យាករណ៍ស្តង់ដារដែលប្រើដោយចៃការដើម្បីរៀបចំផែនការព្យាករណ៍ដើម្បីវិតម្លៃពីការដំណើរពីហេដ្ឋារចនាសម្ព័ន្ធនាពេលអនាគតវាមាន4ជំហានមាន4 step ឬក៏4 trip ដែលមាន trip generation trip distribution mood choice ហើយនិង traffic assignment ចូលមកដល់ចំណុចទី2ចំណុចទី2និយាយពី step 1 trip generation ហ្នឹងគឺជាជំហានដំបូងនៃការដែលយើងប៉ាត់ស្មានអំពីproduction ដែលហៅកាត់ថា P ហ្នឹងឬក៏នឹង attraction ឬក៏ហៅ A នៃតំបន់0នីមួយៗដែលវាមាន trip production ហ្នឹងដែលត្រូវបានគណនាពីលក្ខណៈរបស់ប្រជាជនក្នុងតំបន់មួយហើយ trip attraction ហ្នឹងត្រូវបានគណនាពីសកម្មភាពនៃតំបន់មួយដូចជាកន្លែងធ្វើការឬក៏សាលារៀនវាជាទូទៅហ្នឹងសូននីមួយគឺមានចំនួនវាច្បាស់លាស់ដូចជា production ហ្នឹងគឺមានចំនួនរបស់វាហើយនិង attraction ហ្នឹងវាចំនួនរបស់វាសូមបន្តទៅទៀតយើងនិយាយពីទី2គឺថាពីការប្រើប្រាស់ទិន្នន័យដើម្បីព្យាករណ៍អំពី trip production ហើយនិង trip attraction វាមានយើងគឺថាព្យាករណ៍ពីឆ្នាំ2019និងពីឆ្នាំ2030ដែលនិយាយពីឆ្នាំ2019ហ្នឹងពីចំនួនប្រជាជនដែលមាននៅក្នុងខណ្ឌពី2008ដល់2009គឺមាន5ចំនួន5ខណ្ឌយើងយកមកមានចំការមនដូនពេញ7មករាទួលគោកហើយនិងបឹងកេងកងដែលឆ្នាំដែលចំការមនហ្នឹងឆ្នាំ2018មាន182ឆ្នាំ2009មាន71ដូនពេញ127ឆ្នាំ2019មាន155 7មករាមាន92ឆ្នាំ2019មាន71ទួលគោកមាន171ខាងឆ្នាំ2019មាន146បឹងកេងកងឆ្នាំ2019មាន67ដែលឯកតាវាហ្នឹងគឺ1000 1000 អ្នកអញ្ចឹងយើងត្រូវយក2019ហ្នឹងក៏1000អ្នក
ហើយចំនួនemployee ក៏យើងធ្វើដូចគ្នាដូចទៅខាងលើដូចចំនួនប្រជាជនដែរហើយនេះជាឆ្នាំ2030នេះជាចំនួនចំនួនប្រជាជនហើយនឹង employee ដែលនៅក្នុងហើយនឹងចំនួនសិស្សហ្នឹងនៅឆ្នាំ2030ដែលនៅក្នុងចំការម៉ូនហ្នឹងចំនួនប្រជាជនហ្នឹងមានយើងគិតជាឯកតាហ្មងឆ្នាំ2030ហ្នឹងមាន84000ដូនពេញហ្នឹងមាន180,000 7 មករាមាន83000ទួលគោកមាន17,000ខាងបឹងកេងកងមាន18,000ហើយវាសរុបមកឃើញមាន59,500តែនិយាយពី employee មានសរុបឆ្នាំ2030មាន47,000ខាងដូនពេញមាន10,000ខាង7 មករាមាន45,000ខាងទួលគោកមាន90,000ខាងបឹងកេងកងមាន42,000ដែលវាសរុបទៅមាន32,500ចំនួន student ឆ្នាំ2030នៅខាងចំការមុនមាន18,000ខាងដូនពេញមាន40,000ខាង7 មករាមាន19,000ខាងទួលគោកមាន41,000ខាងបឹងកេងកងមាន17,000ហើយនឹងសរុបវាមកគឺ135,000ជាបន្តយើងសូមដល់ចំណុច 2.2 គឺយើងនិយាយពីការគណនាមេតូតដែលការគណនាមេតូតហ្នឹងវាមានពីរផ្សេងគ្នាដែល trip production ហ្នឹងគឺយើងគណនាដូច production of home ហ្នឹងគឺយក contract home ហ្នឹងបូកនឹងចំនួន student ក៏នឹងចំនួន student បូកឲ្យ worker ក៏នឹង employee production of work ហ្នឹងគឺយើងយក contraction work បូកនឹងចំនួនប្រជាជនក៏នឹង number of population production of school គឺយក contraction school បូកនឹង population ក៏នឹង number of population ហើយមួយទៀតគឺ production of order យើងយក contract ស្មើនឹង contraction order បូកនឹង population ក៏នឹង number of population ហើយមួយទៀតគឺ trip attraction of home គឺស្មើ contract home បូកនឹង population ក៏នឹង number population attraction of work គឺយើងស្មើនឹង contract work ក៏នឹង worker ក៏នឹង employee contraction of school គឺយើងយកស្មើនឹង contract school ក៏បូកនឹង student ក៏នឹងចំនួន student contraction of order គឺយក contract order បូកនឹង worker ក៏នឹង employee ហើយដែលវាចំណាំនោះគឺថា worker គឺស្មើ primary បូក secondary បូក third ហើយនឹងចែកនឹង3ដែលនេះជាកត្តាដែលយើងគណនាពី temple ទី4ហ្នឹងគឺយើងយកមកគណនានៅក្នុងនេះជាបន្តយើងទៅដល់ចំណុច 2.3 គឺនិយាយពី balance trip ហ្នឹងគឺbalance trip ហ្នឹងគឺមានរូបមន្តដែលaverage វាហ្នឹងស្មើនឹង total production បូកនឹង total attraction ចែកនឹង2ហើយ balance ហ្នឹងគឺស្មើ PI ឬក៏ AJ ក៏នឹង average លើនឹង total P ឬក៏ total A ដែលនេះជា balance ឆ្នាំ2009 average ដែលមានយើងគណនាតាមទិន្នន័យដែលមានខាងលើជាបន្តសូមឲ្យខាងជាបន្តទៅខាងចំណុចទី3ឲ្យបន្តទៅខាងស៊ីណាត់mình ởចំណុច3 step 2 trip distribution ហ្នឹងគឺជាជំហានទី2
នៅក្នុង4ជំហាននៃ travel demand model ហ្នឹងហើយគោលបំណងរបស់វាគឺកំណត់ទៅលើថាតើtrip មួយណាដែលគួរទៅហើយថាលំហូរនៃ trip និងនៃ trip ជាមួយនឹង origin និង destination ខណៈពេលដែល step ទី1 trip generation បង្ហាញថាប្រមាណគឺជា trip production និងប្រមាណ trip attraction នៅក្នុងសួរនីមួយៗដែល step ទី2គឺជាចម្លើយថាតើសួរមួយណាមួយដែលតភ្ជាប់ដោយ trip មួយនោះឬក៏ trip ណាមួយដែលបានធ្វើដំណើរចំពោះ data ដែលយើងធ្វើការ estimate នៅក្នុង trip distribution នៅក្នុងឆ្នាំ2019និងឆ្នាំ2030គឺយើងប្រើទៅលើ travel time ដែលនៅក្នុងតារាងនេះដែលយើងបានមកពី Google Maps ចំពោះ average របស់ travel time យើងប្រើ TIJ 2នាទីដែលលទ្ធផលយើងទទួលបានគឺនៅក្នុង table ទី8ដែលជា travel time នៅក្នុងចំពោះ method ដែលយើងធ្វើការ calculate វាក្នុងការគណនារក friction factory ឬហៅថា FIJ នៅក្នុងឆ្នាំ2019និង2030គឺយើងប្រើ FIJ ស្មើ1ចែកនឹង CIJ ដែលជា travel time ចំពោះ TIJ យើងធ្វើការគណនាទៅលើ trip distribution ជាមួយនឹង percentage នៃ error នៃ trip distribution នៅក្នុង distribution នេះដល់ slide បន្ទាប់គឺយើងពី result ក្នុងឆ្នាំ2019និងឆ្នាំ2030ដោយនៅក្នុងឆ្នាំ2019នៅក្នុងតារាងទី10ដែលជា result នៃ TIJ នៃ trip distribution ហើយតារាងបន្ទាប់នៃ trip distribution នៅក្នុងឆ្នាំ2019នៃ percentage error គឺយើងប្រើប្រាស់6ជំហានដើម្បីគណនារក percentage នៃ error ដែល6ជំហានហ្នឹងគឺយើងគណនាឃើញ0%ទាំង attraction និង production នៅក្នុងឆ្នាំ2030ក៏ដូចជា result នៅក្នុងតារាងទី11នៃឆ្នាំ2030ដែលជាលទ្ធផលនៃ TIJ របស់ trip distribution ហើយតារាងនៃ percentage នៃឆ្នាំ2030ដែលយើងប្រើប្រាស់6ជំហានដូចគ្នាដែលយើងគណនាឃើញ percentage error នោះគឺ0%ទាំង attraction និង production ដូចគ្នាឆ្លើយបន្ទាប់មកដល់ចំណុច4 step 3 trip mood choice ឬហៅថា modal split trip mood choice ដែលយើងអាចហៅបានថា modal split ហ្នឹងគឺយើងថាកំណត់ថាតើវិទ្យោបាយការដឹកជញ្ជូនមួយណាដែលមនុស្សធ្វើការជ្រើសរើសក្នុងការធ្វើដំណើររបស់ពួកគេដូចជាម៉ូតូឡាន bus ជិះកង់ឬក៏ដើរជាដើមចំពោះ data ដែលយើងធ្វើការ estimate ទៅលើ mood choice ឬក៏ modal split ហ្នឹងគឺយើងមាន travel time travel cost និង income ចំពោះ travel time គឺយើងធ្វើការសងពី Google Maps ជាមួយនឹង travel cost យើងយកពីខាង Google ខាង Grab app ដោយនេះគឺជា travel time និង travel cost នៅក្នុងឆ្នាំ2019និងឆ្នាំ2030នៅក្នុងដែលមាននៅក្នុងតារាងជាមួយនឹង income នៅក្នុងឆ្នាំ2019និងឆ្នាំ2030ចំណុចបន្ទាប់ slide បន្ទាប់គឺយើងនិយាយអំពី calculate method ដែលយើងប្រើប្រាស់ method ក្នុងការគណនាក្នុងការរក modal split ដែលយើងប្រើប្រាស់ទៅលើ V motorbike V car និង V bus ដោយរូបមន្តនៅខាងលើហើយនេះជាលទ្ធផលនៃ split នៃ modal split ដែលនៅក្នុងឆ្នាំ2019មាន result of motorbike result នៃ car និង result នៃ bus ចំពោះ percentage ដែលយើងប្រើនៅក្នុង modal split ហ្នឹងគឺយើងប្រើប្រាស់ MS moto MS car និង MS bus ដែលលទ្ធផលនៃ percentage of moto គឺយើងឃើញចន្លោះពី 75% ទៅ 84% និង percentage នៃ car គឺយើងឃើញចន្លោះពី
11% ទៅ 21%និងចំពោះ bus គឺយើងឃើញចន្លោះពី 2% ទៅ 5%ចំពោះ slide បន្ទាប់គឺយើងនិយាយអំពី result model split ក្នុងឆ្នាំ 2030 ដែលយើងធ្វើការគណនាតាមរង្វង់ដែលមាននៅ slide ខាងលើដោយនេះហើយវាជា result នៃ model split នៃម៉ូតូលទ្ធផលម៉ូតូលទ្ធផលឡាននិងលទ្ធផល bus ចំពោះ percentage នៅក្នុងឆ្នាំ 2030 នៃ model split ហ្នឹងគឺមានក្នុង percentage របស់ម៉ូតូគឺចន្លោះពី 77% ទៅ 86% percentage នៃឡានគឺចន្លោះពី 10% ទៅ 19% ហើយចំពោះ percentage នៃ bus គឺចន្លោះពី 2% ទៅ 5% ដោយតែឆ្នាំ 2019 ដែរចំណុចបន្ទាប់គឺឲ្យទៅសមាជិកក្រុមរបស់ខ្ញុំជាបន្តទៅទៀតគឺចំណុចទី3គឺ trip mode choice of the គឺបន្តនេះគឺចំនួនទៅលើ result of the model space នៅក្នុងឆ្នាំ 2030 ហើយជាមួយនឹង result របស់ក្នុង model space នៅក្នុងឆ្នាំ 2030 នេះត្រង់ម៉ូតូបាយហ្នឹងគឺយើង focus តាមទាំង5 0ទាំងអស់នេះដែលផ្សារភ្ជាប់គ្នាហ្នឹងវាមានលក្ខណៈការគណនាទៅលើដូចក្នុងប្រព័ន្ធទាំងអស់ហ្នឹងដែរហើយម្យ៉ាងវិញទៀតក្នុង result of the car គឺលទ្ធផលនៃចំនួនយានយន្តក៏មានប្រហែលប៉ុណ្ណឹងហើយ result របស់ bus ក៏ទំហំចរាចរណ៍ក៏ប៉ុណ្ណឹងដែរហើយ percentage ភាគរយរបស់ភាគរយរបស់ម៉ូតូបាយគឺយើងនិយាយជារួមគឺទៅលើថាម៉ូតូទាំងអស់ហ្នឹងយើងដល់យើងគណនាមិញទៅយើងឃើញថាក្នុងศูนย์ទី1ផ្សារភ្ជាប់នេះទៅប៉ុន្តែនៅក្នុងលក្ខណៈបច្ចុប្បន្នធម្មតាម៉ូតូនៅក្នុងศูនย์គេអត់សូវគណនាតែការផ្សារភ្ជាប់ផ្សេងៗទៅទៀតហើយការចំពោះភាគរយនៃយានយន្តក៏ដូចគ្នាដែរដោយគណនាទៅលើផ្នែកនៃចំនួនផ្សារភ្ជាប់នៃការដឹកជញ្ជូនអីផ្សេងៗដែលក្នុងការផ្សារភ្ជាប់ពី01ទៅ01 02 03អីផ្សេងៗដែលបានក្នុងការគណនាចឹងជាបន្តសូមខ្ញុំជូនទៅខាងក្រុមការងារបន្តទៅទៀតគឺដល់ចំណុចទី5ហើយនិយាយពី traffic assignment ហើយគោលបំណងសំខាន់គឺដើម្បីកំណត់ថាតើយានយន្តឬរថយន្តនឹងប្រើផ្លូវមួយណាខ្លះក្នុងបណ្ដាផ្លូវនឹងតាមផ្លូវមួយណាដែលមានការធ្វើដំណើរច្រើនបំផុតហើយតារាង data used to estimate traffic assignment ចង់និយាយបង្ហាញពីល្បឿននិងសមត្ថភាពផ្លូវតាមប្រភេទផ្លូវនិងចំនួនចូលផ្លូវដែលយកមកពីប្រភពJICA ការគណនាគឺប្រើប្រាស់ទិន្នន័យពីតារាងដើម្បីគណនាចំនួនយានយន្តដែលធ្វើដំណើរពីទីកន្លែងមួយទៅទីកន្លែងមួយទៀត TIJ សម្រាប់ឆ្នាំ2019និង2030សរុបមកការប្រៀបធៀបពីឆ្នាំ2019និង2030បង្ហាញថាមានការកើនឡើងចរាចរណ៍យ៉ាងច្រើនវាជាកន្លងសំខាន់សម្រាប់រៀបចំគម្រោងសាងសង់ផ្លូវថ្មីឬពង្រីកសមត្ថភាពឲ្យផ្លូវនឹងកាន់តែប្រសើរឡើងជាងមុនអាចប្រើលទ្ធផលនេះក្នុងការធ្វើ transportation planning ដូចជាកំណត់ផ្លូវដែលត្រូវពង្រីកកំណត់ទីតាំងស្ថានីយ៍សាធារណៈនិងការគ្រប់គ្រងចរាចរណ៍សម្រាប់ថ្ងៃអនាគតជាច្រើនបានទៀតខ្ញុំអរគុណហើយស្លាយបន្ទាប់ជូនឲ្យរស្មីក្នុងចំណុចនេះចំណុចទី6ដែលបានសិក្សាក្នុងករណីទំហំចរាចរណ៍របស់ Amazon Company
ចឹងក្នុងឆ្នាំ2019ចំនួនចរាចរណ៍ដែលយើងគណនានៅក្នុង traffic assignment ដែលយើងគិតថាចំនួននៃការដឹកជញ្ជូនគឺទីមួយមានទាំងអស់3ផ្លូវហើយក្នុងផ្លូវនីមួយៗវាមាន6ឡែនមាន4ឡែននិង4ឡែនដែរប៉ុន្តែក្នុងករណីមួយផ្សេងទៀតប៉ុន្តែក្នុងករណី6ឡែនហ្នឹងវាមានចម្ងាយផ្លូវហ្នឹងពី2.7ក្នុង4វិញមាន2.8ក្នុងពេលវេលាក្នុងការដឹកជញ្ជូនវាមាន11នាទី13នាទីនិង13នាទីដូចនេះចំពោះចំនួន capacity នៃ lane capacity នេះយើងគិតបានថានៅក្នុង Amazon គាត់គណនាថា49,300ហើយនឹង32,900ចំពោះ4 lane ហើយចំពោះករណីមួយទៀតគឺក្នុង case study សម្រាប់ខណ្ឌ7មករាខណ្ឌទួលគោកទៅខណ្ឌទួលគោកគឺដូចគ្នាចឹងដែរវាមាន3ផ្លូវគឺឡែនមាន6មាន4ហើយចំពោះចម្ងាយដូចគ្នាចឹងដែរប៉ុន្តែពេលវេលាមានលក្ខណៈខុសគ្នាប៉ុន្តែគាត់ថាដូចជាពី6ឡែនគឺ10នាទីពីឡែនត្រង់ផ្លូវទី2គឺ9ហើយនឹងរ៉ូតទី3គឺ4ឡែនដែរប៉ុន្តែ11នាទីក្នុង capacity គឺយើងគណនាទៅឃើញថា capacity ទាំងអស់ដូចគ្នាមាន32,900ចំពោះ step នីមួយៗដែលយើងបានគណនានេះគឺទៅលើយើងឃើញថានៅក្នុងពីខណ្ឌចំការមនទៅរយៈខណ្ឌ7មករាអញ្ចឹងវាត្រង់ចំណុចនេះវាក្នុងករណីថាគេគណនាទៅលើ cell percentage ចំនួននៃភាគរយហើយចំពោះចំនួនទៅលើ trip ទំហំនៃចរាចរណ៍ហើយទៅលើប្រភេទផ្លូវទំហំនៃការទំហំផ្លូវដូចគ្នាដូចលក្ខណៈថាទាំងអស់នេះគឺ6ជំហាននៅក្នុងការដឹកជញ្ជូនហើយចំពោះខណ្ឌ7មករាទៅខណ្ឌទួលគោកគឺខណ្ឌទាំងអស់នេះឧទាហរណ៍ថាយើងដឹងស្រាប់ផ្សារភ្ជាប់នៅក្នុងស្ថានភាពបច្ចុប្បន្នយើងដឹងស្រាប់ថានៅកម្ពុជារបស់យើងត្រង់ជិតខណ្ឌហ្នឹងវាមានលក្ខណៈមនុស្សច្រើនអញ្ចឹងមានលក្ខណៈកកកុញអញ្ចឹងទៅតាម capacity វាមានលក្ខណៈច្រើនគួរសមដែរអញ្ចឹងការដឹកជញ្ជូនក៏មានលក្ខណៈតកស្ទះអីផ្សេងប៉ុន្តែនៅផ្សារភ្ជាប់នៅក្នុងទិន្នន័យនេះយើងអាចឃើញថាវាមានទាំងអស់ percentage មាន6ឡែនមាន42 40% 20% 15% 10% 10% និង5%ចំនួនហើយបានគណនាទៅលើទំហំចរាចរណ៍ឲ្យផ្សេងទំហំផ្លូវនៃការដឹកជញ្ជូន
ចំពោះទី6គឺ valuation គឺការគេនេះដោយធ្វើការគំនូរតាំងត្រង់ចំណុចពណ៌ក្រហមនេះចំណុចនេះគឺខណ្ឌចង្ការមនដែលលាតសន្ធឹងនៅប៉ែកខាងត្បូងនៃរាជធានីភ្នំពេញហើយទៅដល់ខាងមានជ័យប៉ុន្តែយើងអត់បានសិក្សាជារួមទៅលើដល់ខណ្ឌដទៃទៀតទេយើងសិក្សាទៅលើ5ខណ្ឌគឺខណ្ឌចង្ការមនខណ្ឌដូនពេញខណ្ឌបឹងកេងកងខណ្ឌ7មករានិងខណ្ឌទូគោកចំពោះខណ្ឌទាំង5ខណ្ឌនេះនៅក្នុងឆ្នាំ2019ដែលយើងបានសិក្សាហើយនេះគឺចំនួនចរាចរណ៍ជាក់ស្ដែងដែលបានសិក្សាយើងឃើញថានៅក្នុងទំហំចរាចរណ៍ជាក់ស្ដែងគឺការដឹកជញ្ជូននៅក្នុងศูនย์មួយឧទាហរណ៍ថាការដឹកជញ្ជូនដោយសារភ្ជាប់ក្នុងខណ្ឌចង្ការមននេះដែលយើងដឹកជញ្ជូនថាឧទាហរណ៍ការដឹកជញ្ជូនទំនិញរបស់យើងចេញដោយសារនៅខណ្ឌចង្ការមនផ្សារភ្ជាប់នឹងផ្លូវសេដ្ឋកិច្ចមួយគឺផ្លូវ271ផ្លូវកងខេមរៈភូមិន្ទដែលផ្សារភ្ជាប់ជាមួយនឹងស្ពានដែលត្រង់ហ្នឹងគេហៅថា bottleneck នៃរាជធានីភ្នំពេញគឺក10នៃរាជធានីភ្នំពេញគឺត្រង់ចំណុចស្ពានជ្រោយអោឬស្ពានព្រះមុនីវង្សស្ពានច្បារអំពៅយើងហ្នឹងហើយដោយផ្សារភ្ជាប់ជាមួយនឹងផ្លូវធំមួយទៀតជាផ្លូវអន្តរជាតិដែលជាផ្លូវនរោត្តមដែលចាក់ចេញពីកណ្ដាលក្រុងរាជធានីភ្នំពេញចេញពីវត្តភ្នំតែម្ដងអញ្ចឹងចាយចំនួនចរាចរណ៍ទៅធ្វើដាក់ដូចម្ដេចដើម្បីបញ្ជៀសវាងការកកស្ទះនិងធ្វើឲ្យមិនឲ្យវាមានលក្ខណៈចំណេញពេលវេលាអញ្ចឹងចំណាយផ្លូវឧទាហរណ៍ថាផ្លូវនេះជាក់ស្ដែងយើងឃើញថាផ្លូវនៅក្នុងនេះវាមានចេញអំពីវត្តភ្នំហើយចាក់ចេញអំពីផ្លូវព្រះមុនីវង្សមានផ្លូវព្រះមុនីវង្សមានផ្លូវ271ហើយដើម្បីធ្វើម៉េចឲ្យមានលក្ខណៈកាត់បន្ថយការកកស្ទះជាដើមអញ្ចឹងផ្លូវដែលមានលក្ខណៈទំហំចរាចរណ៍សមល្មមដែលអាចដឹកជញ្ជូនបានល្មមដែលអាចធ្វើការដឹកជញ្ជូនប្រកបដោយប្រសិទ្ធភាពហើយចំពោះឧទាហរណ៍ទៅលើខណ្ឌបឹងកេងកងនេះគឺជាខណ្ឌបឹងកេងកងពណ៌លឿងនេះអញ្ចឹងខណ្ឌបឹងកេងកងនេះក៏មានការជាប់ជាមួយនឹងផ្លូវនេះដែរផ្លូវធំស្ទឹងជ័យជាប់ស្ពានស្ទឹងជ័យពីអាកាសក្បាលថ្នល់នោះអញ្ចឹងការដឹកជញ្ជូនធ្វើម៉េចឲ្យមានផលចំណេញចូលដល់ក្នុងខណ្ឌបឹងកេងកងចំពោះក្នុងខណ្ឌបឹងកេងកងគឺជាខណ្ឌដែលលក្ខណៈទីផ្សារទំហំគេហៅតំបន់នៃសេដ្ឋកិច្ចអញ្ចឹងមានការដឹកជញ្ជូនលក្ខណៈថាយើងចង្អៀតផ្លូវតំបន់ខ្លះយើងចង្អៀតអញ្ចឹងយើងអាចដឹកជញ្ជូនថាធ្វើម៉េចឲ្យមានលក្ខណៈក្នុងស៊ូនរបស់គេនេះមួយហើយចំពោះឧទាហរណ៍ក្នុងខណ្ឌ7មករាខណ្ឌ7មករានេះគឺជាខណ្ឌរដ្ឋបាលរបស់រដ្ឋាភិបាលអញ្ចឹងយើងអាចដឹកជញ្ជូនឧទាហរណ៍ការដឹកជញ្ជូនពេលខ្លះមានកិច្ចប្រជុំធំនៅក្នុងតំបន់យើងឧទាហរណ៍កិច្ចប្រជុំឬក៏មានទស្សនកិច្ចអីផ្សេងការបិទប៉ុន្តែការបិទកាលពីមុនយើងដឹងហើយថាពលានអាកាសយន្តហោះនៅផ្នែកខាងលើនៃរាជធានីភ្នំពេញផ្លូវជាតិលេខ4នៅពូជិនតុងខណ្ឌពូសែនជ័យអញ្ចឹងទំហំចរាចរណ៍បានបែរមកខាងផ្លូវសហព័ន្ធរុស្ស៊ីឬផ្លូវ110ប៉ុន្តែដល់ពេលបច្ចុប្បន្នទំហំចរាចរណ៍អាចនឹងផ្លាស់ប្ដូរក្នុងឆ្នាំ2030ដោយសារតែទំហំចរាចរណ៍បានវែងទៅខាងក្រុងតាខ្មៅវិញភាគខាងជើងនៃរាជធានីភ្នំពេញវិញអញ្ចឹងទំហំបែរជាផ្លាស់ប្ដូរទំហំចរាចរណ៍ចេញអាចចាក់ពីផ្លូវស្ទឹងមានជ័យផ្លូវមនីរ៉េតមហាថៃផ្លូវមនីរ៉េតចាក់ឬក៏ផ្លូវមួយយ៉ាងទៀតគឺចាក់តាមផ្លូវមនីវង្សក៏ថាបានដែរអញ្ចឹងអាចធ្វើឲ្យចំនួនចរាចរណ៍បង្វែរពីខាងផ្លូវសហព័ន្ធរុស្ស៊ីមកខាងផ្លូវមនីរ៉េតឬក៏ផ្លូវមនីវង្សចំពោះខណ្ឌទូគោកនេះគឺជាខណ្ឌមួយដែលពោពេញឲ្យយើងអាចគិតបានថាវាធំមួយសម្រាប់ការអភិវឌ្ឍនៅក្នុងរាជធានីភ្នំពេញជាខណ្ឌដែលយើងថាទើបអភិវឌ្ឍនៅ40ឆ្នាំចុងក្រោយនេះអញ្ចឹងទំហំនៃកំណើនប្រជាពលរដ្ឋច្រើននៅក្នុងទាំងអស់នេះផងដែរអញ្ចឹងផ្លូវដែលអាចដឹកជញ្ជូនបានមានផ្លូវមនីរ៉េតផ្លូវសហព័ន្ធរុស្ស៊ីហើយនឹងផ្លូវធំ4-6 ឡែនគឺហើយ
ផ្លូវទូចមានច្រើនទៅទៀតមានផ្លូវកម្ពុជាក្រមហើយចំពោះខណ្ឌដូនពេញគឺមានច្រើនមានដូចជាផ្លូវជាតិលេខ5ដែលផ្សារជាប់មកនេះមានផ្លូវជាតិលេខ5ហើយមួយទៀតពេលល្ងាចឡើងការស្កកស្ទះមានច្រើនពេលព្រឹកនិងពេលរសៀលម៉ោង5ពេលព្រឹកម៉ោង7ដល់ម៉ោង9អីចឹងទៅការកកស្ទះមានការកើនឡើងដោយសារគេការចុះឡើងអំពីស្ពានជ្រោយវ៉ាមកនៅប្រាំល្ងាចគឺមានករណីកកស្ទះច្រើនអញ្ចឹងទំហំចរាចរណ៍អាចនឹងមានករណីថារៀងច្រើនគួរសមហើយនេះគឺដោយបានគូបង្ហាញអញ្ចឹងថាក្នុងឆ្នាំ2019ទំហំចរាចរណ៍ប៉ុណ្ណេះហើយទំហំឆ្នាំ2030គឺទំហំចរាចរណ៍ប៉ុណ្ណេះចំពោះ conclusion ចំពោះ for step transport model demand model គឺការ converse ទៅលើ trip generation trip distribution mode choice and trip assignment គឺឈរទៅលើសំខាន់បំផុតគឺ method philosophy so we call foundation សម្រាប់ធ្វើការទំនើបកម្មទៅលើទំនើបធ្វើឲ្យទំនើបទៅលើការដឹកជញ្ជូនផែនការដឹកជញ្ជូននេះគឺជាប្រព័ន្ធនៃទំនាក់ process ទៅលើ transit បំពេញទៅលើកត្តាសង្គមសេដ្ឋកិច្ចដែលធ្វើឲ្យលក្ខណៈភាពពិតនៅក្នុង quality of feasible គឺគុណភាពនៃការដឹកលំហូរនៃការដឹកជញ្ជូនធ្វើដំណើរផ្ដល់នៅភាពន័យថាមិនគិតគូរការពិចារណាប្រកបដោយ evidence based ត្រូវការតែ justification យុទ្ធសាស្ត្រក្នុងការរៀបចំ infrastructure ហេដ្ឋារចនាសម្ព័ន្ធវិនិយោគឬក៏ robustity evaluation ការវិនិច្ឆ័យតម្លៃទៅលើនេះហើយ focus ទៅលើទំហំសេដ្ឋកិច្ចផលប៉ះពាល់នៃសេដ្ឋកិច្ចនិងបរិស្ថាននិងគោលនយោបាយថ្មីទោះបីយ៉ាងណាក៏ដោយនៅក្នុងការជួបនៅទៅលើកត្តាប្រឈមទៅលើ dynamic ការធ្វើដំណើរការហ្នឹង individual model transport ហើយវាពាក់ព័ន្ធជាមួយនឹងការធ្វើទំនើបកម្មហើយវាក៏នាពេលអនាគតវាតាក់ទងជាមួយនឹង integration ការបង្រួមចូលគ្នារវាង attractivity the best model ហើយជាមួយនឹងការវិភាគកម្រិតខ្ពស់សម្រាប់ទិន្នន័យធំក្នុងការដឹកជញ្ជូនហើយផ្សេងដែលធ្វើការទំនួលខុសត្រូវនិងស្ថិរភាពនៃការព្យាករណ៍សម្រាប់នាពេលអនាគតនៅក្នុងតំបន់ទីប្រជុំតំបន់មជ្ឈមណ្ឌលតំបន់ប្រជុំជនហើយនេះគឺជា reference ដែលខ្ញុំបានសិក្សាជាដូចជា PPU MTM គឺបច្ចេកដែលខាងចែកការបានរៀបចំហើយនេះជាទិន្នន័យផ្សេងដែលខ្ញុំបានធ្វើការចងក្រងសម្រាប់ធ្វើជាបទបង្ហាញនេះហើយសូមអរគុណដែលបានធ្វើការទស្សនាហើយអរគុណដល់លោកគ្រូដែលបានធ្វើការយ៉ាងជិតចង់សម្រាប់ការស្ដាប់ទៅលើបទបង្ហាញនេះប្រកបដោយការយកចិត្តទុកដាក់សង្ឃឹមថាការធ្វើបទបង្ហាញរបស់ខ្ញុំប្រកបមានការលុបលាស់ដោយប្រការណាមួយសូមធ្វើការអភ័យអត់ទោសដល់ក្រុមខ្ញុំបាទសូមអរគុណនិងសូមជម្រាបលា